ស្ត្រីបងចង់សម្រាប់ការភ្ជាប់ម៉ាស៊ីន scan ណាម៉ាស៊ីន scan របស់យើងនេះណាហ្នឹងហើយចឹងបងធ្វើតាមខ្ញុំណាអានេះខ្ញុំផ្ញើ barcode បែបនេះហើយបងបើកក្នុង Telegram បើកចឹងមកហើយយកម៉ាស៊ីនហ្នឹងមក scan ណានេះឃើញបងនេះ scan ណាចឹងយើង scan អាក្រហមហ្នឹងចំនៅកន្លែង barcode ហ្នឹងណាខ្ញុំសារទៀតជូនបងឃើញទេចឹងតិចចឹងវា load ដែរឃើញទេបងចឹងវា load ហើយណាអូខេចឹងវា load បែបហ្នឹងហើយទូរស័ព្ទរបស់យើងហ្នឹងយើងចូល setting ណា setting អានេះ iPhone ក៏បាន Android ក៏បានរបៀបធ្វើដូចគ្នាណាខ្ញុំធ្វើលើ Android ណាយើងចូល setting ហើយបងមើលពាក្យថា connection ហើយមើល Bluetooth ណាហ្នឹងហើយមើល Bluetooth ហ្នឹងតាមទូរស័ព្ទទេទូរស័ព្ទខ្លះនៅកន្លែងផ្សេងណាបាទអញ្ចឹងតាមមកទៀតបងមើលវា scan ឲ្យវា scan មកហើយមើលម៉ាស៊ីន scan របស់យើងនេះឈ្មោះ NT barcode scanner ឃើញទេម្នាក់មួយនេះនេះបាទអញ្ចឹងមួយនេះគេដាក់ NT barcode scanner យើងយកម៉ាស៊ីនមួយហ្នឹងមកណាអាហ្នឹងគឺម៉ាស៊ីនរបស់យើងហើយបាទអញ្ចឹងយើងចុចជាប់ទៅបាទនេះវាទាយើងអញ្ចឹងចុច pair មកឃើញទេបងលឺទីតណាលឺទីតចេញពណ៌បៃតងនេះពណ៌ខៀវនេះអញ្ចឹងប៉ុណ្ណឹង scan បានហើយអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំ scan អីវ៉ាន់ហ្នឹងចុះបាទអញ្ចឹងទូរស័ព្ទរបស់យើងហ្នឹងយើងអាចបើកម្មវិធីយើង scan អីវ៉ាន់បានហើយអញ្ចឹងណាអញ្ចឹងសម្រាប់ការភ្ជាប់វាតែប៉ុណ្្នឹងណាឥឡូវខ្ញុំ scan ទៅឲ្យបងបន្តិចសិនបាទអូខេចូលហ្នឹងមកបាទហើយ scan ទៅតបឃើញបងនេះ load នេះឃើញ load លេខហ្នឹងនេះតោះនេះសារទៀតបាទអញ្ចឹងតែប៉ុណ្្នឹងឯងបងការបញ្ចូលអីវ៉ាន់ណាហ្នឹងហើយ